បាទសួស្តីអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះយើងមកស្គាល់ពាក្យផ្លូវការនៅក្នុងមេរៀនទី2តាមរយៈរូបភាពទាំងអស់នេះហើយយើងមកដល់អហេនិងមុនប៉បអ៊ីលណាពាក្យនឹងវេយ្យាករណ៍ទី1យើងមកមើល여기는 어디예요? 이게 뭐예요? 여기는 어디예요? 여기는 다ទីនេះជាកន្លែងណាយើងមើលទីនេះជាកន្លែងណា 이게 뭐예요? តើនេះគឺជាអ្វីនេះគឺជាអ្វីឥឡូវយើងមកមើល여기는 어디예요? គេសួរ여기는 어디예요? ចម្លើយគឺ Vesa 여기는 어디예요? 그 회사예요. 아니 여기는 어디예요? 여기는 기숙사예요.ចម្លើយគឺ 기숙사예요 យើងឆ្លើយមកឆ្លើយចឹងមកនេះហើយ이게 뭐예요?នៅក្នុងនេះមានន័យខ្លះ 이게 뭐예요? មាន 시계 នាឡិកា시계 មាន 책상 អានេះ 책상 មាន 컴퓨터 នេះ 컴퓨터 침대 មាន ក្រែ 휴대전화 ទូរស័ព្ទ 의자 កៅអីហើយយើងមកមើលបន្តទៀតនៅក្នុងរូបនឹងអស់ហើយយើងប្រាប់អស់ហើយនៅខាងលើអញ្ចឹងយើងមកសួរទៀតនិយាយសួរកន្លែងនេះអីគេហាក់ឈោយើងមើលនៅក្នុងហាក់ឈោមានអីគេបងប្អូនមានខ្ជូស៊ីលបន្ទប់រៀនអញ្ចឹងនៅក្នុងបន្ទប់រៀនមានអីខ្លះហើយនៅក្នុងបន្ទប់រៀនហ្នឹងគឺមានវត្ថុប្រើប្រាស់ដូចជាគេឈីលផាន់ក្តារខៀនឆែកគឺសៀវភៅអើយចាកៅអីឆែកសាំងតុសរសេរយ៉ន필동ហ្នឹងគឺប្រអប់ប៊ិចប្រអប់ដាក់ប៊ិចតែខ្មៅហ្នឹងមានគេ full pen នេះប៊ិចឬក៏ Word នេះប៊ិច Chido គឺគេ Chido បងប្អូន Chido គឺផែនរូបផែនទីតើយើងមកអនុវត្តខាងក្រោមនេះគេថាម៉េច 여기 어디예요? 여기 어디예요? 기숙사예요. 이거 아무것도 없네요. 기숙사예요. 그 그라이 스나 너르បន្ទប់គេឬមួយទៀតគេប្រែថាម៉េចគេកន្លែងស្នាក់នៅហ្នឹងណា 이게 뭐예요?នេះគឺជាអ្វីតើនេះគឺជាអ្វីគឺ침대예요 តុសៀវក្រែគេង 침대 ក្រែគេងវីដេអូនេះគឺបញ្ចប់ដំណឹងហើយយើងព្យាយាមទិញពាក្យទាំងអស់ហ្នឹងពួកអីនៅក្នុងមេរៀនបន្ទាប់យើងនឹងយកពាក្យហ្នឹងទៅបង្កើតនៅជាមួយនឹងវេយ្យាករណ៍ណាទៅប្រើជាមួយនឹងវេយ្យាករណ៍បាទសូមអរគុណសូមជម្រាបលា